ឆ្នាំងបាយពលរដ្ឋកម្ពុជាកាន់តែរងផលប៉ះពាល់ក្រោយតម្លៃប្រេងម៉ាស៊ូតហក់ឡើងដល់7,100រៀលក្នុង1លីត្រសម្រែកនៃម៉ាស៊ីនគ្រឿងចក្រកសិកម្មនិងសំឡេងគ្រោះហឹមនៃរថយន្តដឹកទំនិញធុនធ្ងន់ធ្ងរនិងជាសរសៃឈាមសេដ្ឋកិច្ចកម្ពុជាកំពុងបន្លឺសំឡេងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាតម្លៃប្រេងម៉ាស៊ូតដែលធ្លាប់តែទាបជាងសាំងពេលនេះបានហក់ឡើងយ៉ាងគំហុករហូតដល់7,100រៀលក្នុង1លីត្រសម្ពាធដ៏ធ្ងន់ធ្ងរនេះកំពុងធ្លាក់លើស្មាប្រជាកសិករពាណិជ្ជករនិងអាជីវករកម្ពុជាកាន់តែខ្លាំងថែមមួយកម្រិតទៀតប្រជាកសិករប្រើម៉ាស៊ូតសម្រាប់ម៉ាស៊ីនបូមទឹកធំត្រាក់ទ័រនិងម៉ាស៊ីនច្រូតកាលណាប្រេងឡើងថ្លៃនោះតម្លៃថ្លៃដើមនៃផលិតកម្មកសិកម្មដូចជាស្រូវបន្លែបង្ការដំណាំកសិឧស្សាហកម្មនឹងកើនឡើងភ្លាមខណៈតម្លៃលក់ចេញនៅលើទីផ្សារជួនកាលមិនឡើងតាមតម្លៃប្រេងនោះទេធ្វើឲ្យប្រជាកសិកររស់នៅក្នុងភាពតានតឹងសេញជឹងគិតរំពៃទាំងប្រជាកសិករកម្ពុជាភាគច្រើនបំផុតបានជំពាក់បំណុលបុលកម្ចីទុនជាអាជីវកម្មកសិកម្មរបស់ខ្លួនពីធនាគារឬក៏មីក្រូហិរញ្ញវត្ថុទន្ទឹមនោះអ្នករថយន្តឈ្នួលរថយន្តដឹកទំនិញនិងរថយន្តដឹកកុងតឺន័រកំពុងក្លាយជាចំណាប់ខ្មាំងនៃការឡើងថ្លៃប្រេងជាពិសេសឥន្ធនៈម៉ាស៊ូតក្នុងបរិបទបែបនេះពួកគាត់ពិតជាតឹងតែងនិងពិបាកក្នុងចិត្តណាស់លើការដំឡើងថ្លៃឈ្នួលពីភ្ញៀវឬក៏អតិថិជនខណៈថ្លៃចំណាយលើប្រេងកើនឡើងជិតទ្វេដងហើយកម្រៃដែលរកបានដូចសពមួយដងក៏ត្រូវចាយចំណាយដើម្បីចិញ្ចឹមតែធុងសាំងឬធុងប្រេងដើម្បីបន្តដង្ហើមអាជីវកម្មចំពោះបងប្អូនប្រជានេសាទវិញទុកលំបាកគឺរឹតតែធ្ងន់ធ្ងរព្រោះទូកនេសាទស្ទើរតែ100%ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតខណៈតម្លៃម៉ាស៊ូតឡើងដល់7,100រៀលក្នុង1លីត្រជាឧទាហរណ៍បើប្រជានេសាទខ្មែរចេញទូកទៅរកត្រីបានច្រើនវាជារឿងគួរឲ្យត្រេកអរប៉ុន្តែបើចេញទៅនេសាទបានត្រីតិចតួចនោះមានន័យថាកម្រៃទទួលបាននឹងមិនគ្រប់គ្រាន់សម្រាប់ថ្លៃប្រេងឡើយនិយាយឲ្យខ្លីគឺខាតដើមម្ល៉េះហើយអ្នកនេសាទមួយចំនួនត្រូវបង្ខំចិត្តចងទូកចតចោលនៅកំពង់នេះជាការលើកឡើងរបស់ប្រជានេសាទខ្មែរម្នាក់ដែលបានទម្លាយប្រាប់ SBM News ទាំងនេះបង្ហាញឲ្យឃើញថានៅពេលប្រេងឡើងថ្លៃមុខទំនិញនៅលើទីផ្សារដូចជាត្រីសាច់បន្លែផ្លែឈើនិងគ្រឿងឧបភោគបរិភោគដទៃទៀតក៏នឹងកើនឡើងថ្លៃតាមចង្វាក់ផលិតកម្មដែរដូច្នេះប្រជាពលរដ្ឋមានចំណូលទាបឬមធ្យមកម្រិតទាបនឹងត្រូវបង្ខំចិត្តកាត់បន្ថយរបបអាហារឬការចំណាយចាំបាច់ផ្សេងៗដើម្បីទប់ទល់នឹងតម្លៃទំនិញដែលហក់ឡើងខ្ពស់ដូច្នេះការកើនឡើងនៃតម្លៃប្រេងវាបាននឹងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជញ្ជីងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាមានមតិជាច្រើនចោទជាពិភពថាតើហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងសូមជម្រាបថាចាប់តាំងពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី28ខែកុម្ភៈតម្លៃប្រេងម៉ាស៊ូតបានកើនឡើងយ៉ាងគំហុកខណៈនាវាដឹកទំនិញឬប្រេងជាង 1000 គ្រឿងត្រូវបានជាប់គាំងស្ទះនៅច្រកសមុទ្រហ័រមូសដែលជាដង្ហើមប្រេង 20% នៃពិភពលោកដូច្នេះការបិទផ្លូវទឹកនេះមិនខុសពីការកាត់ផ្តាច់ដង្ហើមប្រេងនៅអាស៊ីនិងកម្ពុជានោះឡើយតម្លៃខ្ពស់ជាងព្រោះថាប្រេងម៉ាស៊ូតគឺជាឆ្អឹងខ្នងនៃវិស័យដឹកជញ្ជូនយានយន្តនិងឧស្សាហកម្មធុនធ្ងន់ខណៈប្រេងសាំងប្រើប្រាស់ភាគច្រើនសម្រាប់គ្រឿងយន្តធុនស្រាលដូចជារថយន្តឯកជនត្រីចក្រយានយន្តតូចក្រយានយន្តនិងផាសអាប់តែប៉ុណ្ណោះហេតុផលមួយទៀតដែលធ្វើឲ្យប្រេងម៉ាស៊ូតថ្លៃជាងប្រេងសាំងទៀតនោះគឺថាការផលិតប្រេងម៉ាស៊ូតនាសម័យថ្មីមិនមែនគ្រាន់តែជាការចម្រាញ់ធម្មតាទេប៉ុន្តែគឺជាការឆ្លើយតបនឹងបទដ្ឋានបរិស្ថាននិងការពារម៉ាស៊ីនគ្រឿងចក្រដូច្នេះក្រុមហ៊ុនត្រូវបន្ថែមសារធាតុពិសេសជាច្រើនដែលជារបត់មួយរុញច្រានថ្លៃដើមផលិតឲ្យខ្ពស់ជាងប្រេងសាំងសូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី26ខែមីនាឆ្នាំ2026ប្រេងម៉ាស៊ូតនៅកម្ពុជាមានតម្លៃ7,100រៀលក្នុង1លីត្រហើយប្រេងសាំងធម្មតាមានតម្លៃ5,450រៀលក្នុង1លីត្រធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាបំបែកកំណត់ត្រានេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាតម្លៃប្រេងម៉ាស៊ូត7,100រៀលក្នុង1លីត្រគឺជាបន្ទុកដ៏ធ្ងន់នៅលើស្មារបស់ប្រជាកសិករនិងអាជីវករកម្ពុជាក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមតម្លៃប្រេងនៅកម្ពុជាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនៃវិបត្តិប្រេងសកលខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះ